ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមកបង្ហាញតកតនឹងការប្រើប្រាស់ចាបដូរ L បន្សុទ្ធទឹកចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបច្ចុប្បន្នដែលមានជាប្រភេទម៉ាស៊ីនផលិតទឹកពិសាបរិសុទ្ធຂະຫນាត3000លីត្រក្នុង1ម៉ោងចាដែលប្រើប្រាស់ជាមួយនឹងប្រព័ន្ធបន្សុទ្ធទឹកចា RO 80ចំនួន2ដាំបែបនេះហើយជាទូទៅពុកម៉ែបងប្អូនឆ្ងល់ថាហេតុអីបដូររបស់ពុកម៉ែបងប្អូននៅពេលដែលបន្សុទ្ធទឹកពេលខ្លះវាមានបញ្ហាស្ទះបន្សុទ្ធទឹកចេញមកបានតិចជាងមុនចាឬក៏ពេលខ្លះទៀតនៅពេលដែលបន្សុទ្ធទឹកធ្វើឲ្យគុណភាពទឹករបស់ពុកម៉ែបងប្អូនមានភាពធ្លាក់ចុះគុណភាពជាងមុនអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងទាំងនោះគឺមកពីចាការប្រើប្រាស់បដូររបស់ពុកម៉ែបងប្អូនគឺមានបញ្ហាស្ទះយើងប្រើយូរឆ្នាំទៅគឺតែងតែមានបញ្ហាស្ទះឬក៏ធ្វើឲ្យការបន្សុទ្ធទឹកចាមានគុណភាពធ្លាក់ទាបជាងមុនអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាមានបញ្ហាដូចដែលនាងខ្ញុំរៀបរាប់ខាងលើនេះពុកម៉ែបងប្អូនអាចធ្វើការចាផ្លាស់ប្ដូរដាក់ជាមួយនឹងបដូរ LO ថ្មីបានដែលបដូរ LO គឺយើងមានជាប្រភេទ brand Femtech ចាគឺ Make in USA តែម្ដងហើយសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចាផ្លាស់ប្ដូរ Pro L ដាក់ថ្មីចានៅក្នុងប្រព័ន្ធម៉ាស៊ីនផលិតទឹកពិសាបរិសុទ្ធរបស់ពុកម៉ែបងប្អូនអញ្ចឹងត្រាក់ក្នុងសាកសុំព័ត៌មានបន្ថែមជួយខាងក្រុមហ៊ុនយើងខ្ញុំបានចាសូមអរគុណ